ហើយមានអារម្មណ៍ថានឹកប្រពន្ធដល់ហើយមិនគួរណាបែកគ្នាសោះមនុស្សធ្លាប់អោបគ្នារាល់យប់ឥឡូវផេះឲ្យតែនិយាយដល់រឿងហ្នឹងខឹងដល់មាច់រាជហ្មងបងតាសំឡេងនេះដូចប្រពន្ធខ្ញុំហ៎សុខសប្បាយអត់បងតាជាងអើយជាងកាត់សក់នៅទេខ្ញុំមករកកាត់សក់បើរកស៊ីបើកាច់យកអីអត់នៅកន្លែងសោះយីមើលអ្នករកស៊ីរវល់តែដេកចឹងហ៎ពេលយកមិនដេករវល់ធ្វើអីហ្នឹងហ៎បងខ្ញុំមកកាត់សក់អត់លឺទៀតធ្វើខ្មោចលើជាងកាត់សក់សិនយើងជាខ្មោចយើងមកស៊ីសួតស៊ីពើងឯងកុំស៊ីរបស់ខ្ញុំអីបើមិនចង់ឲ្យយើងស៊ីរបស់ឯងឆាប់ក្រោកមកបាទខ្ញុំក្រោកហើយហ៎ខ្ញុំយល់សពសោះអាអូនមករកអីមករកលួចមែនខ្ញុំមករកកាត់សក់ហ្នឹងតែហៅបងអត់ភ្ញាក់ហើយខ្ញុំធ្វើសម្លេងខ្មោចលើបងឯងទៅឯងភ័យចង់ងាប់ថាកាត់សក់ឥឡូវតោះឡើងកាត់អីនិយាយចឹងបងឯងចេះកាត់សក់ប៉ុន្មានឆ្នាំហើយបងមានបទពិសោធន៍ច្រើនឆ្នាំហើយប៉ុន្មានឆ្នាំចឹងបងចេះកាត់សក់10ឆ្នាំជាងហើយអញ្ចឹងស្ទាត់ហើយចឹងបងកាត់សក់មិនឲ្យភ្ញៀវទាស់ចិត្តទេចុះអូនឯងកាត់សក់ម៉ូដអីដែរកាត់ម៉ូដសក់5បងអូខេអូសង្សារបងតែមកតានេះអាឡូសម្រាប់ចិត្តសម្រាប់បេះដូងតែមកមានការអីអូនចង់ញ៉ាំបុកល្ហុងចាំតិចទៀតបងទិញយកទៅឲ្យឥឡូវបងចត់រវល់អត់ទេអូនចង់ញ៉ាំឥឡូវបើអត់បានឥឡូវយកបែកគ្នាទៅស្អីគេកំឡុងផងចាំតិចអត់បានគេចង់រវល់រកស៊ីដែរណាមិនអីទេបងទិញយកទៅឥឡូវហ្នឹងហើយបងឯងទៅបានណាកាត់សក់ឲ្យខ្ញុំបងទៅហើយសម្រាប់ចិត្តអូនអត់ទៅឲ្យបងផងសង្សារបងបានខាងមែនណាឥឡូវចាំបងមកផ្លែកសិនទៅបងមកវិញលើហើយមិនអីទេតែបងវិញញ៉ាំមកវិញផងបងនឹងហើយអូនតាមមកផ្លែកទេស្រីអញ្ចឹងទាំងអស់មែនគិតថាគេរវល់ការងារអីទេចង់បានអីបាននឹងភ្លាមហ្មងអីអាបឿនអាកឥឡូវយើងសាក់លបងគ្នាឆ្លើយពាក្យបណ្ដៅអូខេដាក់មកអញ្ចឹងឥឡូវយើងសួរពួកឯងអង្គុយខ្ពស់ជាងឈើអាណារើឆ្កែគ្នាមិនហ៊ានរើទេឲ្យឯងរើទៅអាណារើឆ្កែអញ្ចឹងហ្នឹងសួរឆ្កែតើឥឡូវអងោសួរសំណួរមនុស្សឆ្លើយតើឥឡូវគ្នាសួរទៀតហើយណាកំពែងកំប៉ោះកំពែងអត់ដោះចិញ្ចឹមកូនរស់តើជាអ្វីអាហ្នឹងគឺសត្វមាន់ខុសហើយយើងឆ្លើយថាអាហ្នឹងគឺសត្វទាខុសហើយកំពែងកំប៉ោះកំពែងអត់ដោះចិញ្ចឹមកូនរស់អាហ្នឹងគឺសត្វក្រពើមេមាន់សោះហ្នឹងថាក្រពើឥឡូវយើងសួរពួកឯងម្ដងដាំមិនដោះពុះមិនបែកតើជាអ្វីដាំមិនដោះមកពីឯងអត់ស្រោចទឹកពុះមិនបែកដោយសារវត្ថុឯងមិនសម្លៀងហ្នឹងណាខុសហើយអងោដាំមិនដោះពុះមិនបែកនោះគឺដាំបាយពុះមិនបែកនោះគឺបាយពុះអងោឆ្លើយចិត្តត្រូវយើងសួរពួកឯងម្ដងក្រងុកដូចតុងក្រងង់ដូចខ្មាច់រឹកស៊ីសង្វាតរឹកពោះដាក់គ្មានតើជាអ្វីគេថាសត្វក្រពើក្រងុកដូចតុងក្រងង់ដូចខ្មាច់បើមិនខ្មាច់គឺតុងនឹងហើយខុសហើយក្រងុកដូចតុងក្រងង់ដូចខ្មាច់រឹកស៊ីសង្វាតរឹកពោះដាក់គ្មាននោះគឺកណ្ដៀងត្រុតស្រូវហ្នឹងណាអងោឆ្លើយនេះត្រូវបងប្អូនទូមីងយាយតាត្រូវការផ្លែឈើទេមាន
មានលក់ផ្លែឈើធម្មជាតិស្រស់ៗគ្រប់ប្រភេទចា អូបងនេះល្អណាស់នេះតាម1គីឡូតម្លៃប៉ុន្មានដែរមីនាង ចាយាយ1គីឡូតម្លៃ5000 ថ្លៃមែនមីនាងអើយ1គីឡូ3000បានហើយ 3000អត់បានទេមកយាយយកមកថ្លៃដែរហ្នឹងណា បងនឹងប្រហែលប្រើទីនេះហើយបានល្អម៉េះ អត់ទេមកយាយគឺរបស់ធម្មជាតិទេ ឥឡូវចុះទៅ4000បានហើយ ចាលក់អត់បានទេមកយាយ មីនាងប្រើលេខអីទេបានសាច់ស្អាតម៉េះ សាច់ខ្ញុំស្អាតមែនមកយាយ នឹងហើយនៅក្នុងភូមិនេះយីមិនដែលឃើញស្រីណាសាច់ស្អាតដូចចៅទេ ខ្ញុំអត់ដែលប្រើលេខអីផងហ្នឹងមកយាយសាច់ស្អាតពីធម្មជាតិតើ ប្រើលេខស្អាតប៉ុណ្ណឹងហើយចុះទម្រាំប្រើលេខទៀតមិនដឹងស្អាតប៉ុណ្ណាទេចៅយី មកយាយចេះតែបញ្ចូលខ្ញុំហ្មង បញ្ចូលស្អីយាយនិយាយមែនតាហើយចុះរាល់ថ្ងៃមានគ្រួសារនៅឬក៏នៅលីវ ចាមកយាយខ្ញុំនៅលីវតើ អូស្ដាយណាស់នេះបើកូនយាយនៅលីវវិញណាយាយចូលស្ដីមីនាងឲ្យកូនយាយហើយ ចាអរគុណមកយាយនេះឥឡូវមកយាយប៉ានិយាយបញ្ចូលចៅពេកឥឡូវចៅយកតែ4000ទេ ធ្វើអញ្ចឹងបានល្អថ្មីក្រោយបានមកទិញទៀតហើយមានអារម្មណ៍ថានឹកប្រពន្ធដល់ហើយមិនគួរណាបែកគ្នាសោះមនុស្សធ្លាប់អោបគ្នារាល់យប់ឥឡូវផេះឲ្យតែនិយាយដល់រឿងហ្នឹងខឹងដល់មាច់រាជហ្មង បងតា សំឡេងនេះដូចប្រពន្ធខ្ញុំម៉េះ សុខសប្បាយអត់បងតា បងតាសុខសប្បាយតាចុះអូនវិញសុខសប្បាយអត់ អូនអត់សុខទេនឹកតែបងតាហ្នឹងណា នឹកបងតាធ្វើអីបើអូនមានថ្មីហើយហ្នឹង អ្នកណាថាអូនមានថ្មីអូនមានតែបងតាមម្នាក់តើ នឹងហើយអូនយើងក៏សាងសុភមង្គលជាមួយគ្នាម្ដងទៀតទោះមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយក៏យើងមិនបែកបាក់គ្នាដែរ ចំតែញោកើតអីហ្នឹងនិយាយម្នាក់ឯង បោះអូនទៅផ្ទះយើងវិញនេះបឿនឃើញប្រពន្ធយើងអត់ណា តែញោប្រពន្ធអីគេ អតីតប្រពន្ធយើងនោះ អត់មានឃើញផងហ្នឹងសង្ស័យតែបែកហើយតែញោ ឯងថាម៉េចថាតាបែកមែនតាមិនបែកទេគឺតាសម័យឃើញប្រពន្ធតានៅក្នុងមុខហ្នឹងណាដូចមែនទេអញ្ចឹងតោះអញ្ចឹងយើងទៅផ្ទះវិញ បាទតា